តោះបងប្អូនមកមើលពីរបៀបការធ្វើក្រែមរបស់ស្រីលាបបបូរមាត់បងប្អូនមានពណ៌ឈាមជ្រូកពណ៌ក្រហមតំណងទៅបងប្អូនជំរឿនពីរបៀបធ្វើគេតែមើលគេធ្វើយ៉ាងម៉េចអូគេធ្វើចេញពីផ្កាកុលាបបងប្អូនគេយកផ្កាកុលាបបេះហើយលាងឲ្យស្អាតយកមកដាក់ហាលឲ្យស្ងួតហើយគេយកកិនឲ្យម៉ត់បងប្អូនណាមានផ្កាកុលាបបងប្អូនយកហាលឲ្យម៉ត់កិនហាលហើយកិនឲ្យម៉ត់ដូចគេចឹងមកយើងរែងចឹងមកបន្ទាប់មកយើងហាលឲ្យស្ងួតហើយយើងយកកិនឲ្យម៉ត់ម្ដងទៀតចេញជាពណ៌នេះពណ៌ឈាមជ្រូកគេរែងហើយគេយកអាម៉ត់ហ្នឹងទៀតបន្ទាប់មកគេដាំទឹកឲ្យពុះហើយគេលាយអាផ្កាកុលាបហ្នឹងចូលទៀតទៅអូមានដាក់ទឹកក្រូចឆ្មាទៀតអានេះគេយកគេចម្រាញ់នេះដាក់ទៅគេសចេះអូឡើងជាពពុះអានេះគេចម្រាញ់យកកាកបងប្អូនសកាកហ្នឹងកាកសិននៅសល់មួយចានគេយកដាក់ហាលឲ្យស្ងួតទៀតហាលឲ្យស្ងួតហើយកិនឲ្យម៉ត់ផងទៀតអាយ៉ាច្រើនវិធីសាស្ត្រដែរបងប្អូនយូរដែរហ្នឹងស្មានតែងាយធ្វើកិនពីរ3ដងអូមានលាយអីគេអានេះជាតិរលើបប្រវេមាត់បងប្អូនដូចយ៉ាងខ្លាញ់ដែរលាយស្អីគេខ្លះនេះជាតិក្អូបអីចឹងខ្លះចឹងណាគេលាយហើយយើងកិនម៉ត់វិញហ្នឹងគឺយើងដាក់ចូលហើយយើងកូរវាឲ្យសព្វទៀតប៉ណ្ណឹងបានបងប្អូននេះចេញគេមានពុំមានអីគេចឹងណាពុំក្រែមរបស់គេអូនេះគេធ្វើអញ្ចឹងក្រែមលាបមាត់គេធ្វើអញ្ចឹងសោះ